រឿងផែនការអាក្រក់ធ្វើបេះដូងអូនភាគទី9ក្នុងភាគមុនលោកយាយបានផ្ដាំឲ្យណារ៉ានៅបានជាគ្នាជាមួយនឹងភីរៈខណៈពេលដែលពួកគាត់ត្រូវចេញទៅញ៉ាំការកូនអុកញ៉ាសូភាហើយនេះណារ៉ាក៏បានយល់ព្រមតាមសំណូមពរពេលនោះលោកយាយក៏បាននិយាយថាអរគុណចៅណារ៉ាខ្លាំងណាស់បើមានចៅនៅក្បែរមើលថែចៅភីយាយលេងបារម្ភទៀតហើយលោកជំទាវម៉ូលីណានិយាយដោយស្នាមញញឹមពេលនោះនីណារ៉ាក៏បាននិយាយថាចាតែនាងខ្ញុំសុំត្រឡប់ទៅយកខោអាវបន្តិចសិនណាលោកជំទាវពេលនោះលោកជំទាវក៏បាននិយាយថាបានតើយកមកបំរុងសម្រាប់ច្រើនថ្ងៃផងណាលោកម្ចាស់ចង់ឲ្យចៅណារ៉ានៅមើលថែតាមរហូតទាល់តែបងភីបានដើររួចឡើងវិញហើយគាត់ក៏បាននិយាយបន្តទៀតថាព្រោះត្រឹមតែលោកយាយនិងលោកកហបតីប្រហែលជាមើលថែតាមមិនបានល្អដូចអ្នកគ្រូពេទ្យនីណារ៉ានោះទេមើលទៅនិយាយទាំងទឹកមុខនិងក្រសែភ្នែកដល់ស្រទន់ទៅដាក់នីណារ៉ាសម្លឹងមើលមុខអ្នកមានគុណទាំងពីរចិត្តចង់ប្រាប់ទៅវិញថានាងមិនខ្លាចដល់ការមើលថែទាំនឹងគេនោះទេតែនាងខ្លាចចិត្តខ្លួនឯងវាទន់ជ្រាយពេលដែលនៅចិត្តមនុស្សប្រុសមានមន្តស្នេហ៍ខ្លាំងដូចជាភីរៈនេះវិញទេរួចហើយនីណារ៉ាក៏បាននិយាយថាអញ្ចឹងនាងខ្ញុំសូមលាសិនហើយនិយាយបណ្ដាលើកដៃសំពះបណ្ដាយ៉ាងអន់លំទោនមុននឹងដើរចេញទៅឡើងរថយន្តដែលជុតិបញ្ឆេះម៉ាស៊ីនរួចជាស្រេចទៅហើយនោះភីរៈបានសម្លឹងមើលរាងកាយដ៏ល្វត់ល្វន់របស់ស្រស់ស្រីលួសត្រាណាតែចូលទៅក្នុងឡានបាត់ស្រាប់តែពេលនោះលោកតាក៏និយាយទៅកាន់ភីរៈថាតាមមើលគេអត់ព្រិចភ្នែកសោះនឹងណចៅភីលោកម្ចាស់សម្លឹងមើលអ្នកកំឡោះដោយខ្សែភ្នែកចំអន់ភីរៈញញឹមតិចតិចយ៉ាងអៀនព្រានពេលនោះលោកយាយក៏បានបន្តទៀតថាយាយដាក់បញ្ជាឲ្យហើយណាចៅភីហាមធ្វើបាបចៅណារ៉ាជាដាច់ខាតម្ដងនេះលោកជំទាវម៉ូលីណាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ពេលដែលឃើញពន្លឺអ្វីម្យ៉ាងរបស់ចៅភីតាមសម្លឹងមើលនាងក្រមុំមិនឈប់ហើយភីរៈក៏បាននិយាយទៅកាន់លោកយាយគេថាអ្នកណាហ៊ានធ្វើបាបមនុស្សសំណប់ចិត្តរបស់លោកយាយទៅនោះលោកយាយក៏បានបន្តទៀតថាល្អហើយបើអត់មានចិត្តទៅលើគេទេហាមរញ៉េរញ៉ៃដាច់ខាតយាយនឹងរកមនុស្សល្អឲ្យមកមើលថែចៅណារ៉ាដោយខ្លួនឯងពេលនោះគេនិយាយទាំងភ័យខ្លាចថាកុំអីលោកយាយចៅនឹងមើលថែតាមអូនណារ៉ាដោយខ្លួនឯងលោកយាយមិនបាច់រកអ្នកណាមកទេលោកជំទាវម៉ូលីណាលួចលាក់ក្តីសង្ឃឹមទុកក្នុងចិត្តហើយបែរទៅសម្លឹងមុខស្វាមីគាត់ហើយពេលនោះលោកយាយក៏បន្តចំអកទៅឲ្យចៅភីរៈគាត់ថាក្រែងកាលពីក្មេងចៅភីប្រាប់ខ្លួនឯងតើអីថាសុំអត់មើលថែចៅណារ៉ានោះទេពេលនោះភីរៈក៏បាននិយាយតមាត់ថាកាលណាឬកាលណីក៏ដោយក៏ចៅត្រូវតែមើលថែអូនណារ៉ាដដែលហ្នឹងលោកតាលោកយាយភីរៈនិយាយដោយសម្លេងម៉ឺងម៉ាត់ពេលនោះលោកយាយក៏បាននិយាយបន្តទៀតថាតែយាយក៏មិនសូវជាប្រកាសក្នុងចិត្តដែរណាថាចៅណារ៉ាគេព្រមឲ្យចៅភីមើលថែគេរហូតអស់មួយជីវិតដែរឬក៏អត់ពេលនោះភីរៈបានដកដង្ហើមធំចេញមកនឹកភាវនាវសូមឲ្យនាងក្រមុំភ្លេចពាក្យទាំងអស់នោះទៅចោះព្រោះនោះគឺជាសម្ដីរបស់កូនក្មេងស្លេះត្រឹមមួយវគ្គនោះពេញមួយរយៈពេលជិត1ខែដែលនីណារ៉ាចូលមកស្នាក់នៅក្នុងភូមិគ្រឹះវងពេជ្រដើម្បីមើលថែភីរៈដំបូងនាងហាក់ដូចជាមានការបង្ខំចិត្តបន្តិចតែមួយរយៈក្រោយមកក៏คล้ายទៅជាទម្លាប់រៀងរាល់ព្រឹកមុននឹងចេញទៅធ្វើការនាងត្រូវចូលទៅមើលថែតាមគេជួយគ្រាគេនិងត្រៀមថ្នាំទុកឲ្យគេព្រោះអំនួនបានប្រាប់នាងថាជួនកាលអ្នកកំឡោះយើងច្រើនតែឌឺមិនព្រមលេបថ្នាំនោះទេគ្រប់ពេលដែលគេនៅក្បែរគេតែងតែឆ្លៀតឱកាសកេងចំណេញពីនាងដោយការចាប់អោបថើបជាដើមដែលធ្វើឲ្យពេលខ្លះនោះធ្វើឲ្យនាងក្រមុំញាប់ញ័រនៅមិនបានឡើយមួយរយៈចុងក្រោយនេះផងដែរមើលទៅរូបគេហាក់ដូចជារឹងមាំឡើងជាងមុនច្រើនរហូតដល់ពេលខ្លះឃើញគេអង្គុយធ្វើការយូរនាងក៏ត្រូវដាស់តឿនព្រោះខ្លាចជើងរបស់គេហើមឡើងវិញនៅថ្ងៃនេះក៏ដូចគ្នាដែរលួចដល់ពេលលេបថ្នាំមុនចូលគេងនីណារ៉ាយកថ្នាំទៅឲ្យគេនៅក្នុងបន្ទប់ក៏ស្រាប់តែមើលមិនឃើញសូម្បីតែស្រមោលរបស់ម្ចាស់បន្ទប់ឡើយនីណារ៉ាក៏ដើរតាមរោគអ្នកជំងឺមហាកំពូលគោរបស់នាងសង្ស័យតែលួចទៅអង្គុយធ្វើការដូចមុនទៀតហើយដៃដោស្រឡូមតូចស្អាតបានគោះទ្វារឬសូរតែតុកតុកធ្វើឲ្យអ្នកដែលអង្គុយធ្វើការនៅក្នុងបន្ទប់ត្រូវបែរខ្នងខ្សែភ្នែកត្រូវបែរចេញពីឯកសារដែលកំពុងតែដាក់នៅលើតុសម្លឹងទៅកាន់ទ្វារបន្ទប់ធ្វើការលុះមើលឃើញថាជាអ្នកណាហើយនោះភីរៈក៏ញញឹមដាក់ភ្លាមតែម្ដងក្រឡេកឃើញភ្លាមគេក៏ហៅឈ្មោះផ្លេតតែម្ដងអូនណារ៉ាគេហៅឈ្មោះនាងដោយសម្លេងស្រទន់ដៃដាក់ប៊ិចចុះលើតុពេលឃើញកែវភ្នែកមូលស្អាតមួយគូកំពុងបញ្ឆេះពន្លឺខឹងក្រោតសម្លឹងមករោគនាងក៏បាននិយាយថាដល់ពេលលេបថ្នាំមុនចូលគេងហើយចា
នាងប្រាប់ដោយកសែភ្នែកប្រងើយកន្តើយរហូតដល់អ្នកដែលបានឮហើយនោះមិនចង់ហ៊ានជំទាស់ភិរៈក៏បាននិយាយថាសុំធ្វើការតែ1ម៉ោងទៀតទេរួចលេបថ្នាំបានអត់អូនណារ៉ាហើយបើអូនណារ៉ាងុយគេងអូនទៅគេងមុនបានដែរគេតវ៉ាដោយសំឡេងអង្វរកដើម្បីសុំការអាណិតអំពីនាងព្រោះមានឯកសារមួយចំនួនដែលគេត្រូវពិនិត្យមើលនិងសញ្ញេបន្តបន្ទាប់ណារ៉ាក៏បាននិយាយថាអត់បានទេព្រោះតែមិនស្រួលបងភីអត់លេបថ្នាំទៀតហើយរាងកាយដកស្រឡននៅក្នុងសម្លៀកបំពាក់ឈុតខោជើងវែងពណ៌ពងក្រសានិងអាវយឺតពណ៌សសមល្មមនឹងរាងកាយដើរមកឈប់នៅពីមុខតុធ្វើការរបស់គេព្រមទាំងបញ្ជូនខ្សែភ្នែកកាចសម្លឹងមើលមុខអ្នកជំងឺផងដែរនោះធ្វើឲ្យភិរៈក៏បាននិយាយថាលេបតើបងលេបថ្នាំតាមគ្រូពេទ្យបញ្ជារៀងរាល់ថ្ងៃហ្នឹងមកពីអូនណារ៉ាមិនដែលឃើញតើពេលនោះនីណារ៉ាក៏បាននិយាយថាបើលេបរាល់ថ្ងៃមិនបានជាថ្នាំនៅសល់ដូចមុនដដែលឮបែបនេះហើយភិរៈមិនហ៊ានសម្លឹងមើលកែវភ្នែកមូលស្អាតនោះទេព្រោះតែរូបគេមានកំហុសពេលលេបថ្នាំមែនហើយនីណារ៉ាក៏បាននិយាយថាហើយបើអត់លេបថ្នាំអញ្ចឹងកាលបានជា2-3ថ្ងៃទៀតត្រូវដកប៉ង់ស៊ីម៉ងចេញហើយភិរៈក៏បាននិយាយថាបងប្រហែលជាខ្លាចទៅជាបន្ទុករបស់អូនណារ៉ាខ្លាំងណាស់មែនទេគេសួរដោយទឹកមុខសក្ដុតស្គមកែវភ្នែកសៅម៉ងរហូតធ្វើឲ្យនីណារ៉ានឹកអាណិតយ៉ាងខ្លាំងរាងកាយធំខ្ពស់នោះកំរើកប្រងក្រោកឡើងតែក៏ត្រូវជ្រួញចិញ្ចើមវិញដោយសារតែក្តីឈឺចាប់នេះក៏ដោយសារតែអ្នកកំឡោះយើងភ្លេចខ្លួនក្រោកឈររួចហើយក៏ទម្លាក់ខ្លួនចុះមួយទំហឹងហើយគេបែរជាខំប្រឹងតប់យ៉ាងណែនក្រោកឈរឡើងយ៉ាងយឺតផ្ទៃមុខជ្រួញចិញ្ចើមមុខក្រញ៉ូវរហូតដល់ធ្វើឲ្យមានការឈឺចាប់សង្ស័យដោយសារតែរូបគេធ្វើការយូរជ្រុលពេកទើបធ្វើឲ្យជើងរបស់គេចាប់ផ្ដើមឈឺឡើងវិញនេះណារ៉ាភ្ញាក់ផ្អើលនៅពេលដែលឃើញរាងកាយរបស់គេត្រេតត្រោតមករកកលដួលតែភិរៈបានខំពង្រឹងបាតដៃចាប់គែមຕົកយ៉ាងណែនពេលនោះនីណារ៉ាក៏បានស្ទុះចូលទៅជួយគ្រាព្រមទាំងហៅឈ្មោះថាបងភីប្រយ័ត្នពេលនោះភិរៈក៏បានលិនមិនតិចថាយ៉ាប់មែនហ្មងនីណារ៉ាក៏បានសួរថាបងភីចង់ទៅណាហ្នឹងស្រស់ស្រីស្រែកសួរព្រមទាំងជួយគ្រាគេដើររកកៅអីសាឡុងដែលនៅកណ្ដាលបន្ទប់ពេលនោះភិរៈក៏បាននិយាយថាបងគ្រាន់តែចង់ទៅលេបថ្នាំហើយចូលគេងតាមបញ្ជាអូនណារ៉ាហ្នឹងណាគេឆ្លើយដោយទឹកមុខមាំនាងក្រមុំដកដង្ហើមធំតិចចំពោះពាក្យសម្ដីត្រកោះបោករបស់អ្នកកំឡោះពេលនោះគេបាននិយាយថាចាំបន្តិចខ្ញុំទៅតាមលោកនប់ឲ្យមកជួយបងភីគ្រាន់តែដាក់អ្នកកំឡោះចុះអង្គុយភ្លាមគេប្រឹងតែដើរចេញទៅហើយស្រាប់តែពេលនោះភិរៈក៏ចាប់ផ្ដើមទាញដៃនាងក្រមុំឲ្យនាងត្រេតដួលមកលើគេបានចាប់អោបហើយនឹងទាញនាងឲ្យអង្គុយលើផ្លូវរបស់គេស្រាប់តែពេលនោះគេស្រែកថាអូយនេះក៏ព្រោះតែគេចាប់ទាញណារ៉ាឲ្យអង្គុយលើផ្លូវរបស់គេប៉ុន្តែទោះបីជាឈឺយ៉ាងណាក៏ដោយក៏គេលេងស្រែកដែរពេលនោះគេបាននិយាយថាឲ្យតអូនណារ៉ានោះពីលើបងពេលនោះបងក៏លេងឈឺដែរពេលនោះនាងក្រមុំរបស់យើងបានងើបមុខឡើងសម្លឹងមើលមុខគេដោយកែវភ្នែកងើយឆ្ងល់ភិរៈបេះដូងស្ទើរតែអណ្ដែតបាត់ទៅហើយពេលផ្ទៃមុខដ៏ស្រស់ស្អាតនេះនៅក្បែរគេត្រឹមតែមួយចំអាមតែប៉ុណ្ណោះពេលនោះគេបាននិយាយថាឈឺអីបងភិរៈស្រាប់តែភិរៈងក់ក្បាលហើយក៏មិនបានចាប់អារម្មណ៍នឹងការឈឺចាប់ដែលកើតឡើងចំពោះខ្លួនឯងនឹងទេដៃគេទាំងពីរចាប់អបរាងកាយរបស់ណារ៉ាជាប់នឹងដើមទ្រូងកែវភ្នែកមុតស្រួចសម្លឹងមើលផ្ទៃមុខដ៏សមាត់ខៃរបស់ក្រមុំនេះណារ៉ាក៏បាននិយាយថាបើឈឺក៏លេងសិនទៅខ្ញុំនឹងទៅយកថ្នាំឲ្យនាងប្រាប់អូគេទាំងអារម្មណ៍ញាប់ញ័រនិងខ្សែភ្នែកបុរសម្នាក់នោះកំពុងតែជិះមកលើនាងដែលកំពុងតែអង្គុយលើផ្លូវរបស់គេភិរៈក៏បាននិយាយថាបងប្រាប់ហើយតើមិនបាច់លេបថ្នាំទេគ្រាន់តែបានអបអូនណារ៉ាបងក៏បាត់ឈឺបាត់ទៅហើយនិយាយបែបនេះគេប្រាប់ដោយសម្លេងខ្សឹបផ្ទៃមុខបង្អោនចុះមកយឺតទុកពេលឲ្យនាងឆ្លើយទទួលយកឬក៏បដិសេធនេះណារ៉ាសម្លឹងមើលកែវភ្នែកគេក្នុងបេះដូងញាប់ញ័រគេញញឹមដាក់កែវភ្នែករបស់នាងមុននឹងបែរភ្នែកទៅមើលបបោមាត់ពើផ្កាឈូកស្ដើងហើយបានផ្អឹបបបោមាត់ក្តៅអ៊ុនរបស់គេមកយ៉ាងថ្នមនិងចាប់ផ្ដើមញីញក់ខ្លាំងឡើងជារឿយស្នាមថើបរបស់គេក្តៅរលរៀលផ្អែមល្ហែមទន់ភ្លន់រហូតដល់ធ្វើឲ្យអ្នកដែលប៉ះពាល់នោះញាប់ញ័រអស់ទាំងកាយអស់ទាំងប្រាណពើងទ្រូងផ្អឹបទៅនឹងដើមទ្រូងរបស់គេដ៏ធំមាំស្នាមថើបរបស់គេទាមទារការតបស្នងឥតឈប់ឈរ
ដល់នាងលេងមានជំរឿព្រោះថាសេចក្តីត្រូវការនៅក្នុងបេះដូងរបស់នាងក៏ទៀមទាដង្ហោយហៅរកគេរហូតដែរកំឡោះក្រមុំបានអបថើបញីញក់គ្នានាងក្រមុំវង្វេងវង្វាន់ស្មារតីដោយសារតែបបោមាត់របស់គេបានបបោះអង្អែលស្ទើរតែគ្រប់កន្លែងតើនឹងមានរឿងអ្វីកើតឡើងបន្តទៀត